សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទធីអមអលសម្រាប់រឿងសូមស្វាគមន៍មកកាន់ភាគបន្តនៃសាច់រឿងអ្នកក៏ហៅលំដាប់ថ្នាក់ F3 នៅពេលដែលលោកស្រីជាងគាត់បានឮនៅពាក្យសម្ដីបែបនោះគាត់ពិតជាមានការខឹងសម្បាជាខ្លាំងនៅពេលនោះគាត់បានធ្វើការលោតទៅវាយប្រហារប៉ុន្តែត្រូវបានការរារាំងពីលោកម្ចាស់វ័យក្មេងម្នាក់នោះអាតំបែកវាបាននិយាយថាលោកប្រុសឈៀនគឺជាអ្នកប្រយុទ្ធដែលខ្លាំងរបស់ទីក្រុងជីងប៉ៃនៅក្នុងចំនួននេះហើយវាថែមទាំងប្រាប់ឲ្យកូនចៅរបស់វាទៅធ្វើការចាប់យកស៊ីហ្វានមិនមាននរណាម្នាក់អាចបញ្ឈប់វាបានទេនៅទីនេះពេលដែលឮបែបនោះកូនចៅរបស់វាក៏ធ្វើការលោតទៅចាប់ស៊ីហ្វាននៅពេលដែលឃើញប្អូនស្រីកំពុងតែជួបនឹងស្ថានភាពគ្រោះថ្នាក់គេបានចាប់ប្អូនស្រីរបស់គេចេញហើយបានប្រើប្រាស់ជង្គង់របស់គេអុកចំកណ្ដាលមុខរបស់អង្គរៈទាំងនោះគេបាននិយាយថាយើងធ្លាប់ប្រាប់ឯងហើយមែនទេអ្នកណាក៏ដោយឲ្យតែហ៊ានប៉ះពាល់ប្អូនស្រីរបស់យើងនឹងមិនបេតាចំពោះគេនោះឡើយលោកប្រុសឈៀនគេពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងល្បឿនរបស់ស៊ិនស៊ីនតែអាតំបែកវាបានសួរថាតើឯងគឺជាអ្នកប្រយុទ្ធដែរតាមមែនទេលោកស្រីជាងគាត់ក៏មានការភ្ញាក់ផ្អើលផងដែរគាត់បានសួរថាលោកប្អូនតើប្អូនស្ថិតនៅកម្រិតណាដែរព្រោះខ្ញុំឃើញថាល្បឿនរបស់លោកប្អូនក៏ពិតជាលឿនណាស់លោកប្រុសឈៀនគេបានគិតថាគេបានឈានដល់កម្រិតទី11រួចទៅហើយសម្រាប់ផ្នែកល្បឿនរបស់គេតែគេមិនដែលឃើញនរណាម្នាក់ដែលមានល្បឿនលឿនជាងគេនោះទេវាពិតជាគួរឲ្យចាប់អារម្មណ៍ពេលនេះគេត្រូវតែណែនាំខ្លួនរបស់គេខ្ញុំសូមណែនាំខ្លួនខ្ញុំបន្តិចឈ្មោះរបស់ខ្ញុំគឺឈៀនហ្វេងជាសិស្សឆ្នាំទី3នៃសាកលវិទ្យាល័យឡុងហ៊ូចុះចំណែកឯងវិញឈ្មោះអ្វីដែរទូឯកប្រុសរបស់យើងគេក៏បានណែនាំខ្លួនផងដែរគេឈ្មោះស៊ិនស៊ីនមកពីសាកលវិទ្យាល័យទី5នៃទីក្រុងធៀនហ្វាននៅពេលឮបែបនោះលោកប្រុសឈៀនគេបាននិយាយទៅកាន់ទូឯកប្រុសរបស់យើងថាគេពិតជាមិននឹកស្មានទេថាមានមនុស្សដែលស្ថិតនៅក្នុងទីក្រុងនេះដែលមានកម្រិតដូចជាគេមើលទៅពួកគេទាំងពីរនាក់គួរតែសាកគ្នាបន្តិចហើយតែទូឯកប្រុសរបស់យើងឆ្លើយតបថាខ្ញុំមិនចាប់អារម្មណ៍នោះទេដូចដែលយើងធ្លាប់បានដឹងរួចមកហើយថាអ្នកប្រុសដែលកើតនៅក្នុងគ្រួសារអ្នកមានមួយចំនួនតែងតែមានអំនួតជាមួយនឹងអំណាចរបស់គ្រួសារពួកគេហើយចូលចិត្តបង្កនៅបញ្ហាគ្រប់ទីកន្លែងព្រោះដោយសារតែពួកគេមានអំណាចគ្រួសាររបស់ពួកគេចាំជួយដោះស្រាយនៅពីក្រោយចូលមកកាន់សាច់រឿងយើងជាបន្តនៅពេលដែលលឺស៊ិនស៊ីនយើងនិយាយបែបនេះគេបានធ្វើការបើកការវាយប្រហារដោយប្រើប្រាស់ដបស្រាគប់ទៅលើស៊ិនស៊ីនតែដោយសារតែភាពរហ័សរហួនរបស់តួឯកប្រុសរបស់យើងបានធ្វើការប្រើប្រាស់ជើងរបស់គេទាត់បំបែកនៅដបស្រាដែលធ្វើឲ្យវាខ្ចាត់ខ្ចាយគ្រប់ទីកន្លែងនៅទីនោះភ្លាមៗតែម្ដងនៅពេលដែលឃើញបែបនោះលោកស្រីជាងគាត់បាននិយាយទៅកាន់ស៊ិនស៊ីនថាលោកប្អូនបុរសម្នាក់នោះគេពិតជាខ្លាំងណាស់កម្រាប់ដៃរបស់គេទម្ងន់យ៉ាងហោចណាស់ក៏200គីឡូដែរសូមលោកប្អូនប្រយ័ត្ននៅពេលដែលឮបែបនោះតួឯកប្រុសរបស់យើងមិនបានឆ្លើយតបនោះទេគេបានឲ្យប្អូនស្រីរបស់គេទៅឈរនៅកន្លែងដែលមានសុវត្ថិភាពហើយនឹងត្រឡប់ទៅផ្ទះវិញនៅពេលដែលគេធ្វើការដោះស្រាយជាមួយនឹងពពួកសម្រាមទាំងអស់នេះរួចលោកប្រុសឈៀនគេបាននិយាយថាខ្ញុំបានព្យាយាមស្វែងរកមនុស្សដែលមានសមត្ថភាពស័ក្តិសមនឹងខ្ញុំនៅក្នុងសាលានៅឯទីក្រុងជីងប៉ៃប៉ុន្តែវាមិនមានតតែសោះអ្វីដែលសំណាងខ្ញុំបានជួបឯងខ្ញុំសង្ឃឹមថាឯងនឹងធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដែលគេធ្វើការលោតទៅវាយប្រហារស៊ិនស៊ីនវាធ្វើឲ្យលោកស្រីជាងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះកម្លាំងកម្រាប់ដៃរបស់គេមានទម្ងន់1000គីឡូគេបានធ្វើការលាក់នៅសមត្ថភាពរបស់គេនៅពេលដែលគេធ្វើការទប់ទល់ជាមួយលោកស្រីជាងស៊ិនស៊ីនគេមិនមានការព្រួយបារម្ភនោះទេព្រោះគេមានបទពិសោធន៍នៅក្នុងការប្រយុទ្ធគេបានធ្វើការកិច្ចពីការវាយប្រហារហើយបានគិតថាកម្លាំងរបស់ខ្ញុំវាស្ថិតនៅលើល្បឿនរបស់ខ្ញុំដូចនេះខ្ញុំត្រូវតែប្រើវាគឺជាប្រយោជន៍ក្នុងការប្រយុទ្ធពេលនោះលោកប្រុសឈៀនគេបាននិយាយថាមើលទៅសមត្ថភាពរបស់ឯងល្អគួរសមជាអកុសលដែលឯងខ្សោយជាងខ្ញុំបើប្រៀបធៀបជាមួយនឹងខ្ញុំនោះគ្រាន់តែនិយាយចប់ស៊ិនស៊ីនបានលោតវាយប្រហារទៅក្រោយខ្នងរបស់គេដោយប្រើប្រាស់ល្បឿនយ៉ាងលឿនដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងល្បឿនបែបនេះហើយគេបានគិតថាហេតុអ្វីអាម្នាក់នេះវាមានល្បឿនលឿនម្ល៉េះតើល្បឿនរបស់វាលឿនជាងខ្ញុំប៉ុណ្ណាទៅការប្រយុទ្ធនៅតែបន្តអាតំបែកវាបានគិតថាហេតុអ្វីបានជាមានទេពកោសល្យដ៏អស្ចារ្យលាក់បាំងនៅក្នុងទីក្រុងដ៏តូចមួយនេះប៉ុន្តែនៅពេលដែលគេងាកមើលម្សាទៀតអ្នកប្រុសតូចរបស់គេត្រូវបានស៊ិនស៊ីនរបស់យើងធ្វើការវាយប្រហារចំខ្នងរបស់គេដែលធ្វើឲ្យមិត្តភ័ក្តិរបស់ប្អូនស្រីរបស់គាត់បាននិយាយថាខ្ញុំគិតថាបងប្រុសរបស់ឯងគ្រាន់តែជាសភាពបរិបប៉ុណ្ណោះប៉ុន្តែមិននឹកស្មានថាគាត់ជាមនុស្សដែលមានទេពកោសល្យខ្លាំងបែបនេះនោះទេស៊ីហ្វានគេបាននិយាយថាប្រកាសណាបងប្រុសរបស់ខ្ញុំគាត់ជាមនុស្សសាមញ្ញបែបនេះតាំងពីដើមមកហើយនឹងពេលនោះស៊ិនស៊ីនគេបានធ្វើការលោតទៅខាងក្រោយដែលធ្វើឲ្យអ្នកប្រុសឆេងមានការភ្ញាក់ផ្អើលជាខ្លាំងគេបាននិយាយទៅកាន់អ្នកប្រុសឆេងថាអ្នកប្រុសដៃរបស់អ្នកប្រុសបានត្រង់របួសបាត់ទៅហើយតើអ្នកប្រុសចង់បន្តការប្រយុទ្ធនេះទៀតដែរឬទេកូនចៅរបស់គេបាននិយាយថាលោកប្រុសយើងគួរតែចាក់ចេញពីកន្លែងមួយនេះហើយព្រោះនេះយើងកំពុងតែធ្វើការប្រយុទ្ធជាមួយមនុស្សដែលមានទេពកោសល្យនៅក្នុងទីក្រុងមួយនេះដូចនេះការចាក់ចេញវានឹងល្អសម្រាប់យើងមុននឹងចាក់ចេញគេបាននិយាយទៅកាន់ស៊ិនស៊ីនថាយើងនឹងចងចាំរឿងមួយនេះទុក3ខែក្រោយនឹងមានការប្រកួតក្បាច់គុនមួយពេលនោះយើងនឹងបានចូលរៀននៅក្នុងសាលាក្បាច់គុនឈីងដ៏អស្ចារ្យខ្ញុំនឹងរងចាំឯងហើយនឹងមករកឯងដោយខ្លួនឯងស៊ិនស៊ីនគេបាននិយាយថែមទៀតថាអូវាចាស់ដន់ពេកហើយមែនទេខ្ញុំក៏មានបំណងទៅក្នុងសាលាឈីងដ៏អស្ចារ្យនោះដែរ
មើលទៅយើងអាចខ្លាចជាមិត្តរួមសាលានឹងគ្នាឆាប់ៗនេះហើយពេលនោះអ្នកប្រុសឆេងគេមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងសមត្ថភាពលបឿនកម្លាំងទេពកោសល្យនិងរាងកាយវាស្ថិតនៅក្នុងស្តង់ដាររបស់គេប៉ុន្តែចំពោះសមត្ថភាពហិរញ្ញវត្ថុរបស់ឯងហេតុអ្វីបានជាឯងមកឲ្យប្អូនស្រីរបស់ឯងមកធ្វើការនៅកន្លែងបែបនេះសិនស៊ីនគេបានឆ្លើយតបថាឯងមិនចាំបាច់ព្រួយបារម្ភអំពីគ្រួសាររបស់ខ្ញុំនោះទេឯងនាំកូនចៅរបស់ឯងចាក់ចេញពីកន្លែងនេះភ្លាមទៅពេលនោះគេក៏នាំកូនចៅរបស់គេចាក់ចេញពីកន្លែងនោះភ្លាមមនុស្សម្នានៅទីនោះពួកគេពិតជាមានការត្រេកអរជាខ្លាំងពីព្រោះពេលនេះនៅក្នុងទីក្រុងរបស់ពួកគេមានមនុស្សដែលមានទេពកោសល្យម្នាក់ដែលបានកើតឡើងព្រោះរឿងបែបនេះមិនធ្លាប់មានពីមុនមកនោះទេនៅពេលដែលបងប្អូនទាំងពីរនាក់រៀបចាក់ចេញទៅផ្ទះត្រូវបានលោកស្រីជាងគាត់បានធ្វើការហាមឃាត់គាត់ចង់ធ្វើការអរគុណទៅដល់សិនស៊ីនដែលបានជួយគាត់នៅថ្ងៃនេះគាត់បានអញ្ជើញពួកគេទាំងពីរនាក់ចូលទៅក្នុងបន្ទប់ប្រជុំរបស់គាត់ហើយបាននិយាយថាប្អូនប្រុសនេះគួរតែជារង្វាន់ដ៏ល្អសម្រាប់ឯងនៅថ្ងៃនេះសម្រាប់ការជួយយើងនេះគឺជាទឹកប្រាក់ចំនួន50,000 យួនចំពោះការអរគុណទៅដល់ឯងគាត់បាននិយាយថាថ្ងៃនេះប្អូនបានជួយលើកដំកើងគេឈ្មោះរបស់ទីក្រុងទីនហ្វានរបស់យើងតួឯកប្រុសរបស់យើងគេពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះគេមិនធ្លាប់ឃើញពីមុនមកនោះទេគេក៏បានគិតថាលុយទាំងនេះវាពិតជាអាចគ្រប់គ្រាន់សម្រាប់គេក្នុងការយកទៅព្យាបាលជំងឺប្អូនស្រីរបស់គេលោកស្រីជាងគាត់បាននិយាយថាខ្ញុំសូមប្រាប់អ្នកតាមត្រង់ទៅចុះខ្ញុំធ្លាប់មានបញ្ហាជាមួយនឹងវូទីងនៃទីក្រុងទីនឈៀនគេបាននាំលោកប្រុសឆេងមកធ្វើការបង្កបញ្ហានៅក្នុងក្លឹបរបស់ខ្ញុំលុយទាំងនេះគឺសម្រាប់អ្នកហើយអរគុណអ្នកប្រសិនបើអ្នកមិនមកទីនេះនៅថ្ងៃនេះទេខ្ញុំនឹងមានបញ្ហាកាន់តែអាក្រក់ជាងនេះទៅទៀតស៊ីហ្វានគេនិយាយទៅកាន់បងប្រុសរបស់គេថាបងគួរតែទទួលយកនៅទឹកចិត្តដ៏ល្អរបស់លោកស្រីជាងដោយមិនអាចប្រកែកនៅទឹកចិត្តដ៏ល្អរបស់លោកស្រីជាងសិនស៊ីនគេព្រមទទួលយកនៅទឹកចិត្តដ៏ល្អរបស់លោកស្រីជាងមួយនេះហើយបាននិយាយថាថ្ងៃក្រោយប្រសិនបើលោកប្រុសឈៀនមកធ្វើការបង្កបញ្ហានៅទីនេះម្ដងទៀតអ្នកអាចឲ្យគេទៅស្វែងរកជំនួយពីខ្ញុំបានលោកស្រីជាងគាត់អរគុណទៅដល់សិនស៊ីនហើយគាត់បានជូនដំណើរបងប្អូនទាំងពីរនាក់ចាក់ចេញពីកន្លែងនោះសិនស៊ីនគេបាននិយាយទៅកាន់ប្អូនស្រីរបស់គេថ្ងៃក្រោយឯងត្រូវចាំឯងមិនគួរណាមកកន្លែងនេះម្ដងទៀតនោះទេនាងបានឆ្លើយតបទៅកាន់បងប្រុសរបស់នាងថានាងបានដឹងខុសរួចទៅហើយប៉ុន្តែថ្ងៃនេះពួកយើងទទួលបានប្រាក់ជាច្រើនណាស់មែនទេបងប្រុសពេលនោះគេបានឆ្លើយតបទៅកាន់ប្អូនស្រីរបស់គេទាំងកំហឹងបានឈប់និយាយភ្លាមទៅឯងត្រូវចាំថ្ងៃក្រោយមិនត្រូវមកកន្លែងនេះទៀតទេទោះបីជាវាផ្ដល់ប្រាក់ខែឲ្យឯងខ្ពស់យ៉ាងណាក៏ដោយដោយឃើញបងប្រុសកំពុងតែខឹងខ្លួនបែបនេះនាងបាននិយាយដើម្បីធ្វើការលួងចិត្តបងប្រុសរបស់នាងបាននិយាយថាថ្ងៃនេះការប្រយុទ្ធរបស់បងពិតជាលយខ្លាំងណាស់សូម្បីតែមិត្តភ័ក្តិរបស់ខ្ញុំក៏មានការកោតសរសើរចំពោះបងដែរសិនស៊ីនគេមិនបានខឹងប្អូនស្រីរបស់គេខ្លាំងពេកនោះទេគេបាននិយាយថាបានហើយឈប់និយាយភ្លាមទៅយើងធ្វើការត្រឡប់ទៅផ្ទះវិញព្រោះស្អែកយើងត្រូវទៅរៀនបន្តទៀតកាត់មកដល់ថ្ងៃបន្ទាប់នៅពេលដែលតួឯកប្រុសរបស់យើងគេរៀបចាក់ចេញពីសាលារៀនដើម្បីត្រឡប់ទៅផ្ទះវិញគេបានឮសំឡេងមួយស្រែកហៅគេពីចម្ងាយហើយសំឡេងដែលបានស្រែកហៅនោះគឺជាមិត្តភ័ក្តិរបស់គេគឺជាជីងវ៉ាងគេបានរត់មកដើម្បីធ្វើការទូញសោកប្រាប់រឿងគ្រប់សពបែបយ៉ាងដែលគេបានជួបនៅក្នុងទឹកដីបិសាចទៅដល់សិនស៊ីនរបស់យើងសិនស៊ីនគេបានឆ្លើយតបថានោះវាជាសំណាងល្អរបស់ឯងហើយគេបានប្រាប់ថាឥឡូវនេះគេប្រញាប់ទៅផ្ទះបានហើយព្រោះប្អូនស្រីរបស់គេកំពុងតែចាំគេនៅឯផ្ទះធ្វើដំណើរទៅផ្ទះបណ្ដាជីងវ៉ាងគេបាននិយាយជាមួយសិនស៊ីនថាចាប់ពីថ្ងៃនេះតទៅគេនឹងយកលោកម្ចាស់រក្សាធ្វើជាបងធំរបស់គេសិនស៊ីនគេបានគិតថាអាកំាប់ម្នាក់នេះពិតជាចេះដឹងគុណស្រ័យល្អពិតមែនពេលនោះមានបរិសុទ្ធពីរនាក់បានស្រែកហៅពួកគេទាំងពីរហើយបាននិយាយទៅកាន់សិនស៊ីនថាតើថ្ងៃនោះឯងបានសម្អាតនៅក្នុងបន្ទប់ហាត់ក្បាច់គុណមែនទេតើឯងបានឃើញមនុស្សម្នាក់ណាដែលបានធ្វើការវាយទៅលើបាវសាក់សម្រាប់តេស្តសមត្ថភាពដែរឬទេប៉ុន្តែតួឯកប្រុសរបស់យើងគេមានការភ្ញាក់ផ្អើលហើយភ័យជាខ្លាំងគេគិតថាតើមនុស្សម្នាក់ដែលបានដាស់ឡើងទេពកោសល្យលំដាប់អេគេបានឃើញអំពីបន្ទុកដែលគេបានវាយទៅលើបាវសាក់នោះមែនទេពេលនោះគេបានសុំទោសទៅបរិសុទ្ធទាំងពីរនាក់នោះហើយគេបាននិយាយថាសុំទោសផងខ្ញុំមិនបានឃើញនរណានៅទីនោះទេនៅថ្ងៃនោះសុនស៊ីនបានធ្វើការលាពួកគេហើយប្រញាប់ចាក់ចេញពីកន្លែងនោះភ្លាមដោយមិនបានងាកមើលពួកគេសម្បីតែបន្តិចបរិសុទ្ធទាំងពីរនាក់នោះគេបានចាប់ផ្ដើមនិយាយទៅកាន់គ្នាថាតើបរិសុទ្ធដែលបានធ្វើការតេស្តសមត្ថភាពម្នាក់នោះគឺជាគាត់មែនដែរឬទេព្រោះការពេលដែលប្រឡងគាត់មិនបានជាប់ចំណាត់ថ្នាក់ទាំង100ផងតែបរិសុទ្ធម្នាក់ទៀតគេបាននិយាយថាមិនបាច់គិតច្រើននោះទេវានឹងបង្ហាញឡើងនៅថ្ងៃណាមួយជាពំខាននៅពេលដែលមកដល់ផ្ទះគេបានរៀបចំខ្លួនរបស់គេហើយបានលាប្អូនស្រីរបស់គេភ្លាមដើម្បីចូលទៅក្នុងទឹកដីបិសាចគេបានផ្ដាំប្អូនស្រីរបស់គេថាឯងមិនត្រូវធ្វើដំណើរទៅណាព្រៃផ្ដាស់តែម្នាក់ឯងនោះទេពីព្រោះមួយរយៈនេះវាមានបញ្ហាគ្រោះថ្នាក់ជាច្រើនដូច្នេះឯងត្រូវតែនៅផ្ទះហើយមើលថែខ្លួនឲ្យបានល្អ
នៅពេលចូលទៅដល់ទឹកដីបិសាចតួឯកប្រុសរបស់យើងគេបានពិនិត្យមើលផ្ទាំងព័ត៌មានរបស់គេបានគិតថាទោះបីជាបច្ចុប្បន្នគេទទួលបាននៅមេបិសាចកម្រិតខ្ពស់ជាច្រើនយ៉ាងណាក៏ដោយប៉ុន្តែគេបានបាត់បង់នៅបិសាចកម្រិតទាបក៏ច្រើនផងដែរបច្ចុប្បន្នគេនៅសល់វាត្រឹមតែ5ក្បាលប៉ុណ្ណោះមើលទៅគេគួរតែរកបិសាចបន្ថែមដើម្បីបំពេញវានៅពេលដែលបានគិតចប់គេបានចាប់ផ្ដើមពិនិត្យមើលនៅបិសាចដែលស្ថិតនៅជាន់ទី3សៀវភៅបានបង្ហាញគេគឺជាបិសាចកបលិនពេលនោះស្រាប់តែមានក្រុមអ្នកប្រមាញ់មួយក្រុមត្រូវបានបិសាចធ្វើការវាយប្រហារក្រុមរបស់ពួកគេមានគ្នាដល់ទៅ3នាក់ប៉ុន្តែពួកគេពិតជាមានសមត្ថភាពមិនគ្រប់គ្រាន់ក្នុងការតបតល់ជាមួយនឹងបិសាចកបលិននោះទេប៉ុន្តែនៅពេលដែលគេបានពិនិត្យមើលឲ្យច្បាស់លាស់ទៅបិសាចកបលិនដែលបានធ្វើការវាយប្រហារទៅលើក្រុមពួកគេទាំង3នាក់ពួកវាមានត្រឹមតែ2ក្បាលប៉ុណ្ណោះមិនថាកបលិនដែលប្រើប្រាស់ដាវឬប្រើប្រាស់ដុំថ្មដែលលាយជាមួយនឹងវេទមន្តនោះទេការវាយប្រហាររបស់ពួកវាគឺពិតជាមានថាមពលដ៏ខ្លាំងដែលធ្វើឲ្យក្រុមអ្នកប្រមាញ់ទាំង3នាក់ពួកវាមិនអាចទប់ទល់បានសូម្បីតែបន្តិចចំណែកឯអាសិនស៊ីនរបស់យើងគេបានធ្វើការសម្លឹងមើលនៅលើដើមឈើគេបានគិតថានេះគឺជាឱកាសរបស់គេដើម្បីវាយប្រហារហើយគេបានធ្វើការកោះហៅសត្វបិសាចរបស់គេមកធ្វើការវាយប្រហារទៅលើបិសាចកបលិនអ្វីត្បិតតែការវាយប្រហាររបស់បិសាចកង្កែបទៅលើបិសាចកបលិនវាពិតជាខ្លាំងប៉ុន្តែនៅពេលដែលបិសាចកបលិនធ្វើការវាយប្រហារតបមកវិញបិសាចអណ្ដើករបស់គេមិនអាចទប់ទល់ជាមួយនឹងការវាយប្រហារនោះបាននោះឡើយអ្វីត្បិតតែបិសាចកបលិនវាមានត្រឹមតែ2ក្បាលប៉ុន្តែការវាយប្រហាររបស់ពួកវាគឺពិតជាល្អវាមានរៀបចំជាក្បួនបានយ៉ាងត្រឹមត្រូវវាបានធ្វើការសម្លាប់សត្វបិសាចអណ្ដើករបស់សិនស៊ីនអស់មួយក្បាលថែមទៀតនៅពេលដែលឃើញបែបនោះសិនស៊ីនគេមានការខឹងសម្បារជាខ្លាំងគេបានឲ្យបិសាចអង្កែបរបស់គេបើកការវាយប្រហារបន្ថែមទៀតទៅលើបិសាចកបលិននៅពេលដែលវាបាត់បង់នូវឈាមជាច្រើនអ្វីដែលវាអាចធ្វើបាននៅពេលនេះវាត្រូវតែដាក់មេប្រូចរត់ឲ្យទាល់តែបានពេលនោះសិនស៊ីនគេបានធ្វើការកោះហៅនៅបិសាចចចករបស់គេមួយក្បាលថែមទៀតដើម្បីធ្វើការវាយប្រហារជាជំនួយបន្ថែមប៉ុន្តែអ្វីដែលកាន់តែវាគួរឲ្យពិបាកគិតថែមទៀតនោះគឺអាបិសាចកបលិនទាំង2ក្បាលនេះវាពិតជារត់លឿនខ្លាំងណាស់ប៉ុន្តែដោយដែលយើងធ្លាប់បានដឹងរួចមកហើយថាសិនស៊ីនរបស់យើងគេមិនដែលឲ្យទាដែលស្ងោរឆ្អិនរួចហើយអាចហោះចេញពីឆ្នាំងរបស់គេបាននោះទេប៉ុន្តែពេលនោះគេបានធ្វើការសម្លាប់នៅបិសាចកបលិនមួយក្បាលដែលវាប្រើប្រាស់ដាវនិងខែលធ្វើការវាយប្រហារពេលនោះគេបានពិនិត្យនៅសមត្ថភាពរបស់បិសាចកបលិនមួយក្បាលនោះទាំងព័ត៌មានក៏បានលោតបង្ហាញឲ្យយើងឃើញថាបិសាចកបលិនវាមាន experience មួយឈាម450ការវាយប្រហារពី240ទៅ290ជំនាញរបស់វាមិនមាននោះទេទោះបីជាបែបនេះក្តីសិនស៊ីនក៏មានការត្រេកអរជាខ្លាំងព្រោះគេទទួលបាននៅបិសាចថែមមួយក្បាលទៀតពេលដែលគេកំពុងតែគិតបែបនោះស្រាប់តែមានសម្លេងមួយបានមករំខានគេប៉ុន្តែនៅពេលដែលគេងាកទៅមើលបិសាចដែលបានរត់រួចមួយក្បាលនោះវាបាននាំនៅពូជអម្បូររបស់វាធ្វើការដេញវាយប្រហារសិនស៊ីនរបស់យើងពេលនោះអ្វីដែលតួឯកប្រុសរបស់យើងអាចគិតបាននោះគឺមានតែដាក់មេប្រូចរត់ឲ្យលឿនតែប៉ុណ្ណោះកំពុងតែរត់បណ្ដើរតួឯកប្រុសរបស់យើងគេបានគិតថាពួកកបលិនដែលកំពុងតែដេញតាមខ្លួននេះវាអាចធ្វើការសម្លាប់ខ្លួនបូករួមជាមួយនឹងសត្វបិសាចរបស់ខ្លួនបានទាំងអស់យ៉ាងងាយព្រោះដោយសារចំនួនរបស់វាគឺមកទាំងសម្បុកតែម្ដងនៅពេលទៅដល់កន្លែងសុវត្ថិភាពពួកកបលិនវាបានធ្វើការហាមឃាត់គ្នារបស់វាមិនឲ្យធ្វើការវាយប្រហារនិងដេញតាមបន្តដោយសារតែសិនស៊ីនរបស់យើងកំពុងតែស្ថិតនៅក្នុងកន្លែងការពាររបស់មនុស្សពួកវាមិនអាចធ្វើអ្វីបាននោះទេពេលនោះមនុស្សម្នានៅទីនោះពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងពួកគេបានគិតថាតើបរិសម្នាក់នេះកំពុងតែធ្វើអ្វីហេតុអ្វីបានជាគេធ្វើការតាក់ទាញបិសាចកបលិនឲ្យមកទាំងពូជអម្បូររបស់វានៅក្នុងសម្បុកទាំងអស់បែបនេះនៅពេលដែលបិសាចកបលិនវាឃើញតួឯកប្រុសរបស់យើងទៅដល់កន្លែងសុវត្ថិភាពបែបនេះពួកវាក៏មិនអាចធ្វើអ្វីបានដែរពួកវាបាននាំគ្នារបស់វាធ្វើការចាក់ចេញពីកន្លែងនោះហើយបិសាចកបលិនមួយក្បាលដែលបានរត់រួចពីកណ្ដាប់ដៃរបស់តួឯកប្រុសរបស់យើងវាបានលើកម្រាមដៃកណ្ដាលធ្វើជាសញ្ញាឌឺដងទៅដាក់សិនស៊ីនរបស់យើងសញ្ញាឌឺដងបែបនេះបង្ហាញអំពីអត្ថន័យបញ្ជាក់ថាកុំចេះតែហ៊ានអាពៅថ្ងៃក្រោយមុននឹងធ្វើអ្វីឲ្យស្គាល់មួកស្គាល់មកុដថ្ងៃនេះខ្ញុំសូមបញ្ចប់សាច់រឿងត្រឹមតែប៉ុណ្នេះដូច្នេះសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមទស្សនាសូមជួយចុច like ចុច subscribe និងដាក់សញ្ញាកណ្ដឹងហើយអ្នកដែលបានថ្ងៃនេះខ្ញុំសូមបញ្ចប់សាច់រឿងត្រឹមតែប៉ុណ្នេះដូច្នេះសូមអ្នកទាំងអស់គ្នាដែលបានចូលរួមទស្សនាសូមជួយចុច like subscribe និងដាក់រូបកណ្ដឹងហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការជួយ comment ដើម្បីផ្ដល់នូវការខ្វះខាតក្នុងការសម្រាយសាច់រឿងរបស់ខ្ញុំមកដល់ខ្ញុំក្នុងការកែប្រែនិងកែលម្អសាច់រឿងឲ្យកាន់តែប្រសើរសម្រាប់អ្នកទាំងអស់គ្នាក្នុងការចូលទស្សនាជួបគ្នាម្ដងទៀតនៅវគ្គបន្តសូមអរគុណ